ក្រសួងព័ត៌មានចាត់ទុកវត្តមានទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗដូចជា Reuters និង Xinhua ជាដើមនៅព្រំដែនកំពុងរាយការណ៍អំពីសង្គ្រាមឈ្លានពានថៃទៅលើកម្ពុជាទៅកាន់ពិភពលោកឲ្យបានដឹងការពិតដើម្បីប្រឆាំងនឹងការពូតភរកុហកនិងព័ត៌មានคล้ายៗពីភាគីថៃរដ្ឋាភិបាលនិងយោធាថៃប្រាប់ពិភពលោកថាគេបន្តវាយប្រហារលើប្រទេសកម្ពុជាដើម្បីរក្សាការពារអធិបតេយ្យបូរណភាពទឹកដីនិងពលរដ្ឋថៃពីការគំរាមកំហែងពីកងទ័ពខ្មែររដ្ឋមន្ត្រីក្រសួងព័ត៌មានលោកណេតភក្ត្រាសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃនេះថាពេលនេះទីភ្នាក់ងារព័ត៌មានអន្តរជាតិនានាកំពុងបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលយោធាថៃធ្វើសកម្មភាពឈ្លានពានដោយប្រដាប់អាវុធលើប្រទេសកម្ពុជាដូចជាទីភ្នាក់ងារព័ត៌មាន AFP Associated Press AP Reuters EPA ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua ទូរទស្សន៍ CNA ពីសង្ហបុរីទូរទស្សន៍ Al Jazeera ពីមជ្ឈមបូព៌ានិងអ្នកឆ្លើយឆ្លងទូរទស្សន៍ភាសាចិន Phoenix នៅទីក្រុងហុងកុងជាដើមបន្ថែមពីនេះទៀតក៏មានបណ្ដាញសារព័ត៌មានអន្តរជាតិផ្សេងទៀតដែលបានផ្សព្វផ្សាយអត្ថបទពីទីភ្នាក់ងារព័ត៌មានធំៗដែរដូចជា CNN France 24 Le Monde BBC Bloomberg Wall Street Journal The Guardian The Times The Independent និង The Straits Times ជាដើមក្នុងនោះអ្នកសារព័ត៌មានជាតិកម្ពុជានានាក៏បានចុះយកព័ត៌មានយ៉ាងសស្រាក់សស្រាំនៅតាមបណ្ដាខេត្តដែលជាសមរភូមិប្រយុទ្ធផងដែរលោកនេតភក្ត្រាអះអាងថាជុំវិញសង្គ្រាមឈ្លានពានថៃនាពេលនេះវិទ្យុនិងទូរទស្សន៍ជាតិកម្ពុជានិងទីភ្នាក់ងារព័ត៌មានកម្ពុជា AKP បានដើរតួជាមជ្ឈមណ្ឌលសម្រាប់ផ្តល់ព័ត៌មានពីសមរភូមិមុខចំណែកឯស្ថានីយ៍វិទ្យុទូរទស្សន៍ឯកជនប្រព័ន្ធផ្សព្វផ្សាយបែបផ្សេងទៀតរួមទាំងអ្នកសារព័ត៌មានគ្មានអង្គភាពអ្នកមានឥទ្ធិពលក្នុងសង្គមនិងអ្នកលេងបណ្ដាញសង្គមក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានជុំវិញសង្គ្រាមដែលថៃឈ្លានពានដែររដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះបញ្ជាក់ថាប្រទេសកម្ពុជាបានត្រៀមទទួលស្វាគមន៍អ្នកសារព័ត៌មានអន្តរជាតិផ្សេងៗទៀតរួចជាស្រេចក្នុងការយកព័ត៌មានពីប្រទេសកម្ពុជាក្នុងនោះក្រសួងបានយកចិត្តទុកដាក់បំផុតចំពោះសុវត្ថិភាពនៃអ្នកសារព័ត៌មានអំឡុងពេលមានសង្គ្រាមដែលកំពុងរងការឈ្លានពានពីភាគីថៃពេលនេះដើម្បីឲ្យពួកគេនាំយកសម្លេងពិតដើម្បីប្រឆាំងនឹងការភូតកុហកពីខាងភាគីថៃរហូតមកនោះការអះអាងនេះធ្វើឡើងក្នុងបំណងជំរុញការផ្សព្វផ្សាយពីការពិតជុំវិញសង្គ្រាមរវាងប្រទេសកម្ពុជានិងប្រទេសថៃដែលកំពុងទុះឡើងតាមបណ្ដោយព្រំដែនជាលើកទី2នាពេលនេះទីភ្នាក់ងារព័ត៌មាន Associated Press ផ្សាយថ្ងៃទី15ខែធ្នូដោយស្រង់សម្ដីអ្នកនាំពាក្យក្រសួងការពារជាតិថាយន្តហោះចម្បាំងថៃទម្លាក់គ្រាប់បែកលើទីក្រុងចុងកាល់ខេត្តបន្ទាយមានជ័យនិងក្រុងស្រីស្នំខេត្តសៀមរាបជុំវិញចំនួនព្រំដែនកម្ពុជាថៃនៅពេលនេះគេសង្កេតឃើញថាភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមកដោយចាត់ទុកភាគីម្ខាងទៀតព្យាយាមផ្សព្វផ្សាយព័ត៌មានคล้ายៗឧទាហរណ៍ជាក់ស្ដែងកាសែតថៃខៅសុតបានរាយការណ៍ថាកងទ័ពភូមិភាគទី2ថៃបានព្រមានថាប្រទេសកម្ពុជានឹងប្រើគ្រាប់រ៉ុកែត BM21 សម្រង់ទៅតំបន់ជនស៊ីវិលក្នុងប្រទេសថៃក្នុងបំណងបង្កឲ្យមានមនុស្សរបួសស្លាប់បាត់បង់ជីវិតភ័យខ្លាចនិងភិតភ័យនៅតាមព្រំដែនកាលពីថ្ងៃទី12ខែធ្នូយន្តហោះថៃផ្ដាច់ស្ពានជ័យជំនះជាប់ខេត្តពោធិ៍សាត់និងខេត្តកោះកុងកំទេចកាស៊ីណូអង្គការទ្រីភាពឈ្មោះ Eternal Diamond Casino និងកាស៊ីណូថៅកែហេងហឺក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងពេលជាមួយគ្នានេះយោធាថៃបានប្រកាសថានឹងបិទច្រកនាំចូលទំនិញជាប្រេងឥន្ធនៈឆ្លងកាត់ឈូងសមុទ្រថៃចូលទៅកំពង់ផែប្រទេសកម្ពុជាប៉ុន្តែមិនប៉ះពាល់ដល់នាវាចរអន្តរជាតិនោះឡើយទោះជាយ៉ាងណាក៏